សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអំពី Laravel Simple PLS មួយដែលយើងបង្កើតដោយ Laravel Initial ដែលប្រើ view Laravel Start Kit អញ្ចឹងជាដំបូងយើងត្រូវ login យើងឬក៏ register ថាយើង login អញ្ចឹងយើងវាយមកនេះគឺជា UI របស់ Laravel Start Kit អញ្ចឹងយើងចូលមកផ្ទាំង dashboard ដំបូងរបស់ PLS របស់យើងបង្ហាញពីទិន្នន័យមួយចំនួនដែលយើងមាននៅក្នុង system ហើយបន្តមកទៀតយើងអាច check ទៅមើល category អញ្ចឹង category យើងអាចបង្កើតបានយើងអាចធ្វើការ filter វាជា server side filter អញ្ចឹងអាច edit ហើយយើង edit ហើយបន្តមកទៀតយើងអាច delete ដែលមាន confirm delete យើងមាន pagination ហើយបន្តយើងអាច add បានយើងអាច add ថ្មីអាច add category ថ្មីឧទាហរណ៍យើងដាក់ new category យើងអាច add ថ្មីយើងឧទាហរណ៍ថាយើង new category យើងដាក់ logo រូបភាពនេះទៅអញ្ចឹងវានឹងធ្វើការ add បានយើងអាចធ្វើការលុបបានតទៅទៀត product ចុះបន្ទាប់យើង set up category ហើយយើងអាចមកបង្កើត product ដែលយើង link ទៅកាន់ category មួយឧទាហរណ៍ថា Burger King វាជាប្រភេទ food អញ្ចឹងតម្លៃហើយមានចំនួន stock ហើយក្នុងនោះដែរយើងអាចធ្វើការ add ថ្មីឬក៏ edit ហើយយើងអាចធ្វើការ set stock ឧទាហរណ៍ថាយើងឥឡូវយើង198 and យើងអាចធ្វើការ set quantity ឧទាហរណ៍ថាឡើង200ដាក់ថាចាស់ stock ទៅយើងអាចចុច save បានបន្តមកទៀតយើងអាចធ្វើការមើល history ដែល product ហ្នឹង in out ឬក៏ set អញ្ចឹងនេះយើងអាចមើលproduct name ហើយ type របស់វាមាន out set in out នឹងទាក់ទងនឹងការ sell ពេលយើង sell វានឹងយើងមាន node មួយហើយ set ពេល set ហ្នឹងយើងគឺ adjustment មិញហ្នឹង adjustment ដោយប្រើកន្លែងនេះគឺ set ឬក៏ពេលយើងបង្កើត product ដំបូងយើងបង្កើត product ដំបូងយើងត្រូវ set quantity default initial ហ្នឹងចំនួនប្រមាណហ្នឹងក៏វាមាននៅក្នុង history នេះដែរអញ្ចឹងយើងមើលនេះហើយ in នេះយើងអាចធ្វើការ void ដែល file ដែលយើងធ្លាប់លក់ហ្នឹងវាកាត់ stock អញ្ចឹងយើងត្រូវការ in មកវិញអញ្ចឹងក្នុង product history វានឹង record ថាយើងបានបញ្ចូលមកវិញចំនួន quantity ណាមួយអញ្ចឹងហើយយើង drag ទៅលើ create date previous stock current stock អញ្ចឹងតែយើងអាចធ្វើការ drag ទៅលើ product history បានងាយស្រួលអញ្ចឹងហើយយើងអាចធ្វើការ search ឧទាហរណ៍ថា ice អញ្ចឹង search ក៏ស្រួលដែរតមកទៀតយើងអាច delete product មួយបានដោយមាន confirm យើងមាន pagination សរសើរហើយបន្តមកទៀតយើងអាចចូលទៅមើលនៅក្នុង PS ក្នុង PS នេះយើងមានជាផ្ទាំងលក់ដែលអាចឲ្យយើងអាចលក់ product បាន add ទៅកាន់ order ហើយយើងអាចធ្វើការ filter ទៅតាម category មួយឧទាហរណ៍ថា filter cafe drinking snack food អញ្ចឹងវានឹងងាយស្រួលដែលយើង search បានឧទាហរណ៍យើងចង់ search ក៏ស្រួលដែរឧទាហរណ៍ Coca អញ្ចឹងក៏វាចេញស្រួលហើយ UI វាធ្វើការចូលមក clean ល្អអញ្ចឹងវាមើលទៅ simple minimalist ឧទាហរណ៍ថាខ្ញុំធ្វើការ add product ឧទាហរណ៍ថា add អញ្ចឹងយើងចុច2ដងវានឹងសូរចំនួន quantity កន្លែងនេះ2អញ្ចឹងយើងអាចធ្វើការខ្វែងទៅវិញបានដល់យើងអាច add pizza តាម level ដែលយើងចង់លក់អញ្ចឹង sell ណា
យើងដាក់ add Burger King អញ្ចឹងឧទាហរណ៍ថាយើងលក់3 product ហ្នឹងអញ្ចឹងមាន sub total discount យើងអត់បាន set ទេហើយ tag ក៏0ដែរអញ្ចឹងវា total វា $38.8 អញ្ចឹងយើងអាច select payment option មាន card មាន bank transfer ថាយើងយក bank transfer បន្ទាប់នេះយើងចុច create order អញ្ចឹងបន្ទាប់វាsuccess វានឹង load message success មកហើយយើងអាចទៅមើលទៅលើ order នឹងបានចុច see more ឬក៏យើងចុចផ្ទាំង menu ខាងឆ្វេង left side មកនេះគេចេះ order មិញហ្នឹងយើងច្រឡំវា$38នេះ order មិញហើយយើងមាន sell item យើងអាចមើលបានថា sell item ណាខ្លះបន្តទៅ ice $1.2 តម្លៃវាហើយលក់ចេញចំនួន2 pizza $24 Burger King $12.4 ចំនួន1អញ្ចឹងហើយយើងអាចធ្វើការ print ឬក៏ void ឧទាហរណ៍យើងចង់ void មានន័យថាយើងចង់ delete order ហ្នឹងតែយើងអត់ប្រើពាក្យ delete ទេយើងប្រើពាក្យ void ដោយសារតែយើង keep transaction នឹងដដែលដើម្បីឲ្យយើងអាច track ទៅលើ stock អីបានអញ្ចឹងយើងអាចធ្វើការ void transaction នឹងបានអញ្ចឹងបន្តមកទៀតយើងធ្វើការចុច void ហើយយើងគេនឹង verify យើងថាចង់ void មែនអត់អញ្ចឹងយើងចុច continue ហើយយើងបន្តមកយើងអាចមើលបាននេះ transaction មិញហ្នឹងយើងបាន void ហើយយើងអាចចូលមកមើលនេះ status វា void អញ្ចឹងបន្តមកទៀតយើងអាចទៅមើលក្នុង product នីមួយៗថាវាឧទាហរណ៍ថា ai នេះយើងបាន void ហ្នឹងថាវាចូល stock វិញអត់អញ្ចឹងយើងអាចចូលទៅក្នុង product ឧទាហរណ៍យើង search ai អញ្ចឹងយើងអាចមើលថាវា115 stock អញ្ចឹងក្នុង stock អញ្ចឹងអាចយើងមើល history វាណាអញ្ចឹងនេះយើងលក់ ID លេខ29នេះហើយយើងអាវហ្នឹងមានន័យយើង sell POS number នេះយើងបាន sell ចំនួន2អញ្ចឹងពីវា15 115អញ្ចឹងហើយ current មានន័យថាវាសល់113បន្តមកទៀតយើងធ្វើការ void sell ដដែលហ្នឹងហើយវានឹងធ្វើការ create product history ដែល type វា in quantity វាដដែលហើយ previous វា113អញ្ចឹងវា add 2 time ទៀត115វិញដដែលអញ្ចឹងណាអញ្ចឹងមានន័យថាយើងអាច track product history ដែលមាន sell ហើយនឹង void ហ្នឹង correct ហើយត្រូវហើយបន្តមកទៀតឧទាហរណ៍ថាយើងចង់ធ្វើការ set quantity product i ហ្នឹងយើងអាចចូលទៅឧទាហរណ៍ថា i ហ្នឹងនេះ115អញ្ចឹងឧទាហរណ៍ថាយើងត្រូវការ add quantity ដោយសារយើងអត់មានបច្ឆេះអញ្ចឹងឧទាហរណ៍ថាចូល stock 200អញ្ចឹងយើងធ្វើការចាស់ add new stock អញ្ចឹងវានឹងធ្វើការ set stock ហ្នឹងទៅជា200តោះនេះយើងចុច save មកអញ្ចឹងវា success ហើយយើងគ្រាន់តែបិទ close វាមកនេះ stock វានឹងកើន200អញ្ចឹងយើងអាចទៅមើល history វាបាន history នេះ history លេខ35 product i នេះ type របស់វា set 200មានន័យថា previous វា115អញ្ចឹងវាត្រូវការupdate 115ហ្នឹងទៅជា200ដែល node វានឹង add new stock អញ្ចឹងតែបើសិនជាយើងអត់ធ្វើ adjustment ហ្នឹងទេយើងបង្កើតជាបច្ឆេះ order អាច track ទៅលើបច្ឆេះ order មួយទៀតដើម្បីឲ្យវា complete អញ្ចឹងតែយើងឥឡូវយើងធ្វើការ adjustment សិនទៅតែយើងអាច track product history នឹងបានងាយស្រួលអញ្ចឹងនេះគឺជា simple PS ដែលខ្ញុំបានបង្ហាញអញ្ចឹងបើសិនជាមានចម្ងល់ឬក៏ចង់ឲ្យមាន tutorial បន្ថែមទៀតអ្នកនរគ្នាអាច leave ជា comment នៅខាងក្រោមបានអរគុណច្រើន